ស៊ីថាត់កំពុងតែធ្វើសមាធិលោកព្យាយាមរំខានត្រង់ទៀតហើយព្រះគ្រូតែងតែយល់ខុសពីខ្ញុំកណាជានិច្ចខ្ញុំកណាជួយត្រង់ទៅវិញទេលោកគ្រូមើលចុះពន្លឺព្រះអាទិត្យកំពុងតែចាស់ទៅលើសម្បុកអម៉ាល់ដូច្នេះហើយមេអម៉ាល់កំពុងតែចេញពីសម្បុកវាហើយពួកវាខ្លះបានធ្លាក់មកលើត្រង់ទៀតផងបើសិនជាមេអម៉ាល់ទាំងនោះទៅត្រង់វិញច្បាស់ជារំខានដល់ការធ្វើសមាធិរបស់ត្រង់ព្រះគ្រូដឹងពីមូលហេតុខ្ញុំកណាដុតភ្នួភ្លើងដែរទេព្រោះខ្ញុំកណាចង់ឲ្យមេអម៉ាល់ចេញឆ្ងាយពីត្រង់អាត្មាសូមអភ័យទោសផងចុះអាត្មាគិតថាឯងកំពុងតែចំណែននឹងសិដ្ឋាហើយចង់រំខានត្រង់ទៅវិញអត់ទេខ្ញុំកណាបានកែខ្លួនហើយព្រោះព្រះគ្រូបានធ្វើឲ្យកណាយល់ច្បាស់ហើយព្រះគ្រូតែងឲ្យដំបូងមានខ្ញុំកណាថាអត់មានបញ្ហាទេបើយើងមិនធ្វើសមាធិប៉ុន្តែសំខាន់បំផុតនោះឲ្យយើងមានចិត្តមេត្តាប៉ុន្តែបើយើងជួយអ្នកណាម្នាក់វានឹងជួយឲ្យយើងបានសម្រេចគោលដៅរបស់យើងលោកមហាមាតរៀបចំអ្វីដើម្បីធ្វើដំណើរតាមរយរាជបុត្រស៊ីថាត់ទៅព្រះមហារាជព្រះអង្គអភិទោដានាយើងចូលទៅភូមិខាងទិសតែម្ដងទៅព្រះរាជបុត្រទេពតននឹងយើងទៅភូមិភាគខាងលិចហើយទូលបង្គំនឹងយើងទៅភូមិភាគខាងត្បូងមែនហើយមហារាជឲ្យពួកទូលបង្គំទៅក្រាបទូលព្រះបេតុលាព្រះបេតុលាទទួលជោគជ័យក្នុងការស្វែងរកព្រះយេថាសូមយកការចូលរបស់ខ្ញុំម្ចាស់ត្រូវថ្វាយដល់ទ្រង់ផងចុះសូមស្នើឲ្យទ្រង់ផ្ញើសេចក្តីនឹករលឹកមកដល់ខ្ញុំម្ចាស់ផងចុះសូមឲ្យទ្រង់ជ្រាបថាយាសុថារាម្នាក់នេះកំពុងតែទន្ទឹងរង់ចាំព្រះយេថាដើម្បីត្រឡប់មកនគរវិញពេលឆាប់នេះព្រះរាជអនុជមើលថាអ្វីគ្រប់បែបយ៉ាងផងហើយសូមប្រាប់ទ្រង់ថាកំព្រួយប្រទេសពីពួកយើងអីកុំផ្ដោតដំណឹងពីការស្លាប់របស់កូនធ្លាក់ដល់ទ្រង់អីទ្រង់ជាមនុស្សមានប្រតិទិនជ្រៅខ្លាំងណាស់មានអារម្មណ៍ហោះហើរស្រឡះមែនទេកណាសមាធិទេទ្រង់អាចខ្លាចទៅជាដុំថ្មមួយដុំព្រះមាជួយការពារសិទ្ធិផលយ៉ាស៊ូហេតុអីបុត្រីមកអង្គុយនៅទីនេះតែមួយអង្គឯងគឺសូមឲ្យព្រះជាថាមានព្រះសុវត្ថិភាពព្រះម្យ៉ាងកត់ព្រះមេដាប៉ុន្តែពេលនេះខ្ញុំម្ចាស់គិតពីត្រង់ខ្លាំងណាស់ព្រះមេម្ចាស់ហើយពេលនេះខ្ញុំម្ចាស់មានអារម្មណ៍ថាត្រង់មានបន្ទូលការប្រាត់គ្រប់យ៉ាងត្រង់មានបន្ទូលថាបន្ថាសំបីតែព្រះក៏មិនអាចខាត់ត្រង់បានដែរឬក៏ជាចំណែកមួយនៃប្រតិរបស់ត្រង់មានលក្ខណៈពិសេសរបស់ព្រះហើយមិនថាត្រង់អង្គុយនៅទីនេះឬក៏ទីនោះក៏ដោយចុះ
ក៏មានលក្ខណៈជាព្រះរួចទៅហើយពិតជាដោយរឿងនេះខ្លាំងណាស់តែខ្ញុំម្ចាស់សំណូមពរអ្វីទៅព្រះមេម្ចាស់យ៉ាស៊ូកុំធ្វើឲ្យខ្លួនឯងមានបញ្ហាច្រើនពេកបានទេតែខ្ញុំម្ចាស់នៅតែតន្ទឹងចាំផ្លូវជាតិដរាពេលខ្លះខ្ញុំម្ចាស់មានដែលចង់ឲ្យសិទ្ធិរងចម្លើយរបស់ទ្រង់ឃើញឆាប់ទោះបីព្រះជាថាឃ្លាតឆ្ងាយពីខ្ញុំម្ចាស់យូរយ៉ាងណាក៏ដោយចុះតែខ្ញុំម្ចាស់នៅតែតន្ទឹងចាំផ្លូវជាតិដរាខ្ញុំម្ចាស់មិនអាចទប់អារម្មណ៍បានទេមិនអាចទប់អារម្មណ៍របស់ខ្ញុំម្ចាស់បានយូរទេពេលខ្លះខ្ញុំម្ចាស់បានបន់ស្រន់ឲ្យព្រះចេថាយាងត្រឡប់មករកខ្ញុំម្ចាស់វិញមករកខ្ញុំម្ចាស់វិញនេះពេលឆាប់នេះភាពភ័យខ្លាចមានច្រើនណាស់កាត់ឡើងនៅជុំវិញខ្លួនរបស់ខ្ញុំម្ចាស់ណាព្រះមេដាពេលខ្លះខ្ញុំម្ចាស់មានអារម្មណ៍ថាព្រះចេថាមិនយាងត្រឡប់មករកខ្ញុំម្ចាស់ជារៀងរហូតហើយព្រះមេដាយ៉ាស៊ូក៏លោកបារម្ភយ៉ាងនេះព្រះគ្រូសិដ្ឋាតកំពុងធ្វើសមាធិអស់រយៈពេល2ថ្ងៃហើយទ្រង់មិនសោយចង្ហាន់ឬក៏សោយទឹកទេបានតែបែបនេះទ្រង់គឺបំផ្លាញខ្លួនឯងហើយមិនអាចទេសិដ្ឋាតបានហាមឃាត់ខ្លួនឯងបានហើយក៏បានឈានទៅដល់សមាធិជាន់ខ្ពស់កន្លែងណាបាទទ្រង់មិនត្រូវការជាអ្វីមួយយ៉ាងសម្រាប់រាងកាយទ្រង់ចង្ហាន់របស់ទ្រង់ពោពេញទៅដោយក្តីរីករាយជាមួយវិញ្ញាណទ្រង់មិនងាយក្នុងការធ្វើសមាធិឈានទៅដល់ជាន់ខ្ពស់ប៉ុន្តែពេលនេះសិដ្ឋាតធ្វើបានហើយកុំព្រួយបារម្ភអីបានហើយទៅសម្រាប់ចោលទ្រង់មិនចេញពីសមាធិរបស់ទ្រង់ពីថ្ងៃមកហើយខ្ញុំកណាមិនអាចដឹងថានៅពេលណាទេពេលនេះខ្ញុំកណាមានអារម្មណ៍ថាដូចជាមានពន្លឺចេញមកពីក្នុងស្លាបសត្វចាំមិនដឹងទេកណាមានអារម្មណ៍ថាដូចជាអណ្ដែតនៅកន្លែងណាមួយនៅលើផ្ទៃមេឃដូចជាដុំពពកមួយយ៉ាងចឹងដូចជាដុំពពកដែលអណ្ដែតនៅលើផ្ទៃមេឃយ៉ាងឆ្ងាយសន្លឹមកណាប្រៀបដូចជាបក្សីមួយហើយនៅក្នុងពេលនេះកណាគ្មានអារម្មណ៍អ្វីនៅក្នុងខ្លួនទេកណាមានអារម្មណ៍ដូចជាដើមឈើមួយដើមដែលមានឫសចាក់ចូលក្នុងដីប៉ុន្តែមេឃរបស់ខ្ញុំកណាក៏បានដុះចេញមកក្រៅពីពេញសកលលោកហើយបន្ទាប់មកទៀតបន្ទាប់មកខ្ញុំកណាពិតជាមិនមានអ្វីនៅជុំវិញខ្លួនទេកណាអាចមានអារម្មណ៍ស្ងប់ស្ងាត់វាមានអារម្មណ៍ដូចជាភាពស្រស់ត្រកាលនៃសេចក្តីស្ងប់កណាអាចស្រោចស្រពនៅក្នុងភាពស្រស់ថ្លានិងភាពសប្បាយរីករាយយ៉ាងខ្លាំង
នោះហើយគឺជាអ្វីដែលខ្ញុំកណាមានអារម្មណ៍កណាពិតជាមានអារម្មណ៍ដូចនេះមែន ពេលនេះត្រង់ហើយនឹងអាត្មាគឺដូចតែគ្នាទេស៊ីថាត មិនមែនទេព្រះគ្រូ អាត្មាបានចំណាយពេល70ឆ្នាំមកហើយដើម្បីធ្វើសមាធិប៉ុន្តែត្រង់ចំណាយពេលត្រឹមតែ2ខែប៉ុណ្ណោះអាត្មានឹងគុណចំពោះត្រង់ខ្លាំងណាស់ មិនមែនទេព្រះគ្រូហើយនឹងខ្ញុំកណាគឺមិនអាចស្មើគ្នាបានទេជាយូរមកហើយដែលកណាធ្វើសមាធិកណាមានអារម្មណ៍ថាស្ងប់ស្ងាត់ណាស់ប៉ុន្តែពេលនេះកណានៅខាងក្រៅធ្វើសមាធិនៅជំវិញការឈឺចាប់និងភាពអស់សង្ឃឹមទៅវិញដែលគេហៅថាខ្លាញ់ដាច់ខ្សែមែនទេដែលបាននាំទៅកាន់ការឈឺចាប់និងភាពអស់សង្ឃឹមហើយក៏បាននាំត្រឡប់ចូលមកក្នុងចិត្តរបស់ខ្ញុំកណាវិញព្រះគ្រូសូមជួយបង្ហាញផ្លូវឲ្យខ្ញុំកណាជៀសចេញពីការឈឺចាប់និងក្តីអស់សង្ឃឹមនេះ អាត្មាបានផ្ដល់ចំណេះដឹងគ្រប់យ៉ាងដល់ទ្រង់ហើយអាត្មាមិនមានអ្វីទៀតទេមិនមានអ្វីឲ្យទ្រង់ទៀតឡើយពិតជាគ្មានអ្វីឲ្យទ្រង់មែនអាត្មាចាស់ហើយអាត្មាមានបំណងមួយដ៏សំខាន់បំផុតចង់ឲ្យទ្រង់មើលថែអាស្រមរបស់អាត្មាផងតែប៉ុណ្្នឹងទេ ខ្ញុំកណាមែនទេ ត្រូវហើយស៊ីថាតទ្រង់មានចំណេះដឹងស្មើនឹងអាត្មាហើយពន្លឺព្រះធម៌បានកើតឡើងជាមួយនឹងចំណេះដឹងរបស់ទ្រង់ហើយព្រះគ្រូកណាមិនស័ក្តិសមឲ្យព្រះគ្រូចាត់ទុកកណាជាបុគ្គលមានតម្លៃទេតែកណាត្រូវការពេលវេលាដើម្បីពិចារណានៅក្នុងការគោរព ត្រូវហើយទ្រង់មានឱកាសហើយអាត្មានឹងរងចាំចម្លើយរបស់ទ្រង់ សូមថ្វាយបង្គំព្រះគ្រូព្រះអគ្គីបានផ្ដល់ឲ្យយើងច្រើនខ្លាំងណាស់វាបានផ្ដល់ភាពកក់ក្ដៅដល់មនុស្សនៅក្នុងពេលដែលត្រជាក់ហើយក៏អាចចម្អិនអាហារបានដែរតែបើសិនជាព្រះអគ្គីមិនពិចារណាទេវាក៏អាចបំផ្លាញនៅទីជម្រករបស់យើងដូច្នេះវាក៏បានផ្ដល់នូវលទ្ធផលពីរយ៉ាងគឺសេចក្តីសុខនិងសេចក្តីទុក្ខដល់គ្រួសារនីមួយៗភ្លើងមិនអាចចេញពីក្នុងខ្លួនមនុស្សលោកនៅក្នុងការឈឺចាប់បានទេកណាត្រូវតែគោរពព្រះគ្រូរបស់ខ្ញុំកណាតែកណាមិនអាចនៅទីនេះបានទេកណាត្រូវទៅដល់ទីបំផុតនៃសមាធិជាន់ខ្ពស់កណាត្រូវស្វែងរកផ្លូវសម្រាប់ជីវិតទាំងមូលឲ្យរួចផុតពីសេចក្តីស្លាប់ព្រះគ្រូស៊ីថាតមិននៅអាស្រមទេទ្រង់បានជាងចាច់ចេញពីយើងហើយស៊ីថាតគ្មានការអនុញ្ញាតពីអាត្មាទេអាត្មាជឿថាទ្រង់មិនយាងចេញតើមិនផ្ដល់ដំណឹងអាត្មាទេស៊ីថាតទ្រង់មិនបានយាងទៅណាទេមើលទៅនោះទៅទ្រង់ធ្វើភាពវិនិយោគធម៌អត់ដង្ហើមនៅក្រោមតាំងស៊ីថាតអាត្មាស្មានថាទ្រង់យាងទៅចោលពួកយើងហើយទ្រង់គឺជាមនុស្សដែលមានចំណុចសំខាន់ឆ្ពោះទៅរកការធ្វើដំណើរនៃវិញ្ញាណរបស់អាត្មាសូមទ្រង់ធ្វើការកែប្រែអាស្រមនេះទៅ កណាយល់ថាព្រះគ្រូស្រឡាញ់ខ្ញុំកណាណាស់ប៉ុន្តែកណាចង់ទៅកន្លែងផ្សេង ប្រាប់អាត្មាមកកុំព្រួយបារម្ភអី ព្រះគ្រូកណាចង់ចាកចេញពីអាស្រមនេះកណាពិតជាសប្បាយចិត្តណាស់ដែលមានគ្រូដូចជាព្រះគ្រូមិនសួរកណាទេហ
ហេតុអ្វីក៏កណានិយាយដូច្នេះ មិនថាចំណេះដឹងឬក៏បទពិសោធន៍អ្វីនោះទេអាត្មាសមាធិរួចហើយអាត្មាក៏បានរួមចំណែកជាមួយទ្រង់ដែរតែពលិវិញ្ញាណដូចជាទ្រង់ត្រូវតែយើងទៅឲ្យឆ្ងាយឈានទៅដល់ទីបំផុតនៃការធ្វើសមាធិដើម្បីសម្រេចផ្លូវព្រះធម៌ ព្រះគ្រូសូមជួយបង្ហាញផ្លូវដល់ខ្ញុំកណាផងចុះតើមានអ្នកណាដែលអាចបង្រៀនខ្ញុំកណាឲ្យដល់ទីបំផុតនៃការធ្វើសមាធិ ទ្រង់ត្រូវតែយាងទៅម៉ាកាតសម្រាប់រឿងនោះលោកបណ្ឌិតឧត្តដាការាមាពុត្តានឹងនាំផ្លូវក្នុងការធ្វើដំណើររបស់ទ្រង់ចេញពីរឿងទាំងនេះ ព្រះគ្រូបើកណាបានសម្រេចក្នុងការស្វែងរកផ្លូវរបស់កណាឃើញកណានឹងត្រឡប់មកផ្ដល់ដំណឹងព្រះគ្រូពីរឿងនេះ អាត្មានឹងរងចាំទ្រង់សម្រាប់រឿងនោះបើសិនជាបីចាស់ជរារបស់អាត្មាអនុញ្ញាតឲ្យធ្វើ នេះព្រះគ្រូកំពុងតែធ្វើស្អីនឹងលោកគឺត្រូវតែធ្វើដូចគ្នាដែរលោកអាចឬមិនអាចនឹងមានភ័ព្វវាសនានេះម្ដងទៀតមើលទៅមានរឿងព្រេងនិទានហើយដែលបានកើតឡើងជាប្រវត្តិសាស្ត្រមិនទាន់ពីជាច្រើនសករាជមកហើយដូច្នេះពួកគេនឹងមានអ្នកបង្ហាញផ្លូវត្រូវដល់ពួកគេហើយជប់សិននេះគឺជាអាស្រមចូលមកដល់ត្រូវតែគោរពហើយដែលយើងត្រូវគោរពមនុស្សអសមត្ថភាពដូចជាលោកនោះព្រះគ្រូអាឡាកាឡាំនៅឯណាទៅគាត់នៅទីនោះបើលោកចង់ជួបគាត់ត្រូវចុះពីលើសេះតាទៅស៊ីថាត់ដែរណាទ្រង់មកបន្ថប់ទីនេះ2ខែហើយពេលនេះទ្រង់យាងចេញទៅបាត់ហើយតើគេទៅណាទៅលោកជាអ្នកណាទៅយើងគឺជាប្អូនជីដូនមួយរបស់គេអាត្មាបានឃើញទ្រង់យាងចេញទៅហើយតែអាត្មាមិនដឹងថាទ្រង់យាងចេញទៅណាទេយើងមិនដឹងទេទ្រង់ប្រហែលជាអាចយាងទៅតាមទិសដៅខាងនោះព្រះគ្រូហេតុអីក៏កុហកគេអញ្ចឹងព្រះគ្រូពេលនេះហេតុអ្វីក៏ព្រះគ្រូមិនប្រាប់បងប្អូនជីដូនមួយស៊ីថាត្រង់ទៅថាស៊ីថាបានយើងទៅអាស្រមរបស់លោកបណ្ឌិតឧក្ដាការាមាពុត្តាព្រោះអាត្មាបានដឹងថាបងជីដូនមួយស៊ីថាកំពុងតែព្យាយាមធ្វើបាបទ្រង់ออกของหมายความว่าเขาจะฆ่าสิทธัตถะเหรอโอขอโทษทีเถอะอาสมของท่านอุทกดาบทมุนีไปทางไหนอย่างนั้นเหรออุทกดาบทมุนีเหรออาสมเขาอยู่ฝั่งตะวันออกของព្រះរាជគុណនិមន្តទៅតាមផ្លូវនេះទៅអរគុណតើពុទ្ធិហ៊ីនដឹកសត្វពីហនតនាដែរពួកគេយកទៅរាជាគ្រីហាហេតុអីពួកគេយកទៅធ្វើពិធីបូជានៅទីនោះយកទៅបូជាកណាជប់សិនហេតុអីក៏លោកយកសត្វទាំងនេះទៅធ្វើបានព្រះរាជគុណនិមន្តចេញពីផ្លូវខ្ញុំកណាទៅអាត្មានឹងមិនចេញពីផ្លូវរបស់លោកទេទោះជាលោកធ្វើអ្វីដល់ជីវិតរបស់អាត្មាប៉ុន្តែប្រាប់អាត្មាមកលោកយកសត្វពីហណៈដែលគ្មានកំហុសទាំងនេះទៅណាគឺត្រូវយកទៅធ្វើពិធីបូជាលោកចង់សម្លាប់ជីវិតគេទាំងនឹងមែនទេគឺជាទូនាទីរបស់លោក
អញ្ចឹងលោកសម្រាប់ជីវិតមនុស្សជាមុនសិនទៅមុនពេលដែលលោកបូជាគេព្រោះវាជាទូនាទីរបស់អាត្មាដែលត្រូវហាមឃា មាន ត់ អ្នកណាម្នាក់ខាត់ខ្ញុំកណាបានទេ អាត្មានឹងបូជាជីវិត ខែ ខ្លួន ដែល ឯ ព្រះ ង ជគុណខាត់ផ្លិចខ្ញុំកណាធ្វើតាមទូនាទីទេព្រះមហារាជកំពុងតែចេញព្រះរាជបញ្ជាកាតព្វកិច្ចបែបនេះគឺជាការប្រពៃណីសម្រាប់ពួកខ្ញុំកណាដើម្បីបូជាសត្វទៅតាមប្រពៃណី អ្នកណាដែលជាអ្នកបង្កើតប្រពៃណីគឺជាមនុស្សម្នាក់ដែលលោកកំពុងតែគោរពមែនទេ ខ្ញុំកណាមិនដឹងរឿងទាំងអស់នោះទេយើងត្រូវតែគោរពតាមព្រះរាជបញ្ជារបស់ព្រះអង្គតែមួយប៉ុណ្ណោះ សូមឲ្យអាត្មាបំពេញទូនាទីអាត្មាជាមុនសិនទៅអាត្មាមិនឲ្យលោកយកសត្វពាហនៈទាំងនេះទៅឆ្ងាយទេទូថ្វាយដំណឹងនេះដល់មហារាជរបស់លោកទៅថាអ្នកបួសកំពុងតែរងចាំផ្លូវជាមួយនឹងសត្វពាហនៈទាំងនេះ ព្រះរាជគុណកំពុងតែប្រឆាំងជាមួយនឹងព្រះរាជបញ្ជាមហារាជហើយ មិនមែនទេអាត្មាកំពុងតែបំពេញទូនាទីដើម្បីជួយដល់មនុស្សលោក បើព្រះមហារាជមិនមានព្រះរាជបញ្ជាទេនោះខ្ញុំកណាក៏មិនប្រឆាំងជាមួយអ្នកបួសដែរបើនៅហ៊ានរឹងទៅតឹងទៀតនោះខ្ញុំកណានឹងសម្រាប់ព្រះរាជគុណភ្លាម តែប្រកែអាត្មាទៅ ក្រាបទូលមហារាជយើងនឹងធ្វើពិធីបូជាសត្វនៅទីនេះ100ក្បាលយើងនឹងរៀបចំទៅទិសខាងជើងយើងនឹងធ្វើពិធីបូជាសត្វនៅទីនោះ1001ក្បាលត្រូវចាំទុកណាមិនឲ្យអ្នកណាមកលូកដៃក្នុងកិច្ចការនេះជាដាច់ខាតសូមថ្វាយបង្គំព្រះអង្គតើលោកយកសត្វមកបូជាឲ្យមែនទេកណាត់ថ្លៃពិសេសព្រះអង្គប៉ុន្តែមានព្រះសង្ឃមួយអង្គខាត់ទូលបង្គំតាមផ្លូវក្រាបទូលព្រះសង្ឃ លោកបាត់ទៅនេះផ្ដោតដំណឹងចឹងហ៎គេនៅឈររាំងផ្លូវពួតទុនបង្គំក្រាបទូលគេបាននិយាយថាមិនឲ្យយកសត្វមកបូជាទេក្រាបទូលនេះគឺជាអាណាចក្ររបស់យើងអ្នកទាំងអស់គ្នាខ្លាចតែយើងម្នាក់គត់គឺមិនខ្លាចអាណាទាំងអស់ក្រាបទូលហើយគេក៏មិនខ្លាចស្លាប់ទៀតទូលបង្គំបានព្យាយាមរកហេតុផលហើយតែគេក៏នៅមិនខ្លាចដដែលប៉ុន្តែគេបាននិយាយថាឲ្យទូលបង្គំសម្លាប់គេមុនទៅមុននឹងយកសត្វមកបូជានោះពិតជាថ្លើមធំមែន យើងត្រូវទៅជួបជាមួយនឹងគេទៅបានយើងក៏ចង់ឃើញអ្នកប្រឆាំងជាមួយនឹងមហារាជពងពិសេសជាស្ដេចនគរមគធៈដែរមហារាជយើងត្រូវកាត់ក្បាលគេឲ្យបានក្រាបទូលនេះគឺជាមហានគររបស់យើងគឺជាអ្នកចេញច្បាប់នៅទីនេះ ព្រះនគរជាច្រើនក៏បានបង្កើតឡើងហើយក៏បានបំផ្លាញទៅវិញដែរគឺរហូតដល់ការពិតនៃជីវិត ព្រះរាជគុណហ៊ានបណ្ដាលយើងនៅអ្វីដែលយើងធ្វើផងហ៎ បើព្រះអង្គធ្វើជាមិនមានរឿងអ្វីមួយនៅក្នុងនាមជាចំណងមេត្រីភាពនោះអាត្មានឹងប្រឆាំងជាមួយរឿងនេះ ព្រះរាជគុណមិនមែនជាអ្នកបួសទេយើងនឹងសម្លាប់ព្រះរាជគុណឥឡូវនេះភ្លាម អាត្មានឹងដោះលែងទ្រង់ឲ្យរួចផុតពីអំពើបាបនៅក្នុងការដែលសម្លាប់អ្នកបួសមហារាជពិសានៅក្នុងការដែលសម្លាប់អ្នកបួស សិដ្ឋាតគឺជាទ្រង់ទេទ្រង់គឺជាអ្នកបួសទ្រង់បានជួយទូលបង្គំឲ្យផុតពីអំពើបាបហើយ អាត្មាសុខចិត្តស្លាប់នៅក្នុងព្រះហស្ថរបស់ព្រះអង្គប៉ុន្តែបើទ្រង់សម្លាប់សត្វពាហនៈទាំងនេះវាប្រកាសជាមានបាបខ្លាំងណាស់វាមិនមែនបញ្ជានៃជីវិតរបស់អាត្មានោះទេរឿងនៅទីនេះគឺជារឿងដែលមានផ្លូវចេញពីរង្វង់នៃសេចក្តីស្លាប់បើសិនជាមានផ្លូវមួយនោះហើយគឺជាគោលដៅរបស់អាត្មាដើម្បីតាមស្វែងរកវាអាត្មាចង់បានន័យថាជីវិតគឺជាសេចក្តីស្លាប់តែអាត្មាគ្រាន់តែចង់ដោះលែងសត្វពាហនៈទាំងនេះតើសត្វពាហនៈទាំងនេះមានកំហុសអ្វីដែរទៅបានជាព្រះអង្គចង់បូជាជីវិតរបស់ពួកគេកំពុងតែរស់នៅដូចជាយើងចឹងដែរហេតុអីក៏សាសនារបស់យើងទូមានឲ្យយើងសម្លាប់សត្វពាហនៈដែលគ្មានការតស៊ូដើម្បីធ្វើជាការបូជាដល់អំពើអាក្រក់បើសិនជាសត្វពាហនៈទាំងនេះចេះនិយាយវិញពួកគេនឹងសួរយើងថាហេតុអីក៏គេត្រូវបូជាជីវិតគេដើម្បីលុបលាងបាបកម្មរបស់មនុស្ស
បើសិនជាបែបនេះមែនយើងមិនចាំបាច់ធ្វើការបន់ស្រន់ទេអាត្មាជាអ្នកបុគ្គលិកសមត្ថភាពមិនគួរប្រដៅត្រង់ទេ ទ្រង់គឺជាមិត្តភក្តិបានខាត់ខ្ញុំកណ្ដាឲ្យគេចេញពីអំពើបាបហើយហាមសម្លាប់សត្វចាប់ពីថ្ងៃនេះតទៅស៊ីថាតខ្ញុំកណ្ដាមិនអាចឃើញទ្រង់នៅក្នុងសភាពបែបនេះទេខ្ញុំកណ្ដាពិតជាមិនស្ងប់ចិត្តកណ្ដាអាចមានក្តីសុខក្នុងជីវិតដល់របៀបណាទៅព្រោះសម្លាញ់ខ្ញុំកណ្ដាស៊ីថាតរស់នៅក្នុងសភាពបែបនេះស៊ីថាតនិមន្តទៅព្រះរាជវាំងជាមួយខ្ញុំកណ្ដាទៅខ្ញុំកណ្ដាមានគម្ពីរខ្លះឲ្យទ្រង់ធ្វើសមាធិ អត់ទេមហារាជពិសាអាត្មាបានជួយជីវិតសត្វពាហនៈទាំងនេះនៅថ្ងៃនេះរួចហើយប៉ុន្តែនៅមានជីវិតសត្វជាច្រើននិងមនុស្សទាំងឡាយទៀតដែលកំពុងតែទទួលរងនឹងការឈឺចាប់សត្វលោកទាំងឡាយមិនគួរណាមានកម្មពៀវេរានឹងគ្នាទេបើសិនជាអាត្មាអាចស្វែងរកផ្លូវចេញនៃសេចក្តីទុក្ខឃើញនោះអាត្មានឹងអាចជួយដល់សត្វលោកទាំងឡាយដើម្បីឲ្យមានសេចក្តីស្ងប់បាន ខ្ញុំកណ្ដាមិនដែលឃើញអ្នកណាម្នាក់លះបង់អ្វីគ្រប់បែបយ៉ាងទៅរកផ្លូវធម៌នោះទេព្រះតេជគុណជាមនុស្សអស្ចារ្យណាស់ខ្ញុំកណ្ដាដឹងព្រះគុណខ្លាំងណាស់ទង្វើគ្រប់យ៉ាងរបស់ព្រះតេជគុណមកលើខ្ញុំកណ្ដាអរព្រះគុណខ្លាំងណាស់ ពេលនេះអាត្មាសូមលាសិនហើយ ខ្ញុំកណ្ដាមិនមែនជាមនុស្សផ្ដេសផ្ដាសទេស៊ីថាតគ្មានអ្នកណាម្នាក់អាចចាប់ព្រះអាទិត្យនឹងវាយកបាននោះទេនេះគឺជារឿងធម្មតាដែលមនុស្សធម្មតាម្នាក់មិនអាចខាត់មនុស្សអស្ចារ្យដូចជាព្រះតេជគុណបានទេស៊ីថាតសូមព្រះតេជគុណសន្យាជាមួយខ្ញុំកណ្ដារឿងមួយបានទេពេលណាដែលព្រះតេជគុណស្វែងរកផ្លូវធម៌បានសម្រេចហើយសូមព្រះតេជគុណនិមន្តត្រឡប់មកវិញដើម្បីទេសនាផ្ដល់ចំណេះដឹងឲ្យខ្ញុំកណ្ដាផង អាត្មាសូមសន្យា សម្លាញ់របស់ខ្ញុំកណ្ដាបានបង្រៀនមេរៀននេះដល់ខ្ញុំកណ្ដាហើយទ្រង់គឺជាស្ដេចមួយអង្គសុខចិត្តលះបង់អ្វីគ្រប់បែបយ៉ាងទ្រង់គឺជាមនុស្សធំធេងបំផុតទៅវិញទេ សូមគោរព អាត្មាលះបង់ស្បង់ជីវរហើយពេលនេះស្បែកអាត្មាគឺជាស្បង់ជីវរ ប៉ុន្តែលោកកំពុងតែរងាញញែក អាត្មាមានអារម្មណ៍សមនឹងភាពត្រជាក់ក្នុងពេលធ្វើសមាធិហើយក៏ឆ្លងកាត់ជាមួយនឹងរាងកាយរួចហើយដែរ កណាសូមអភ័យទោសលោកព្រមទទួលរបស់នេះទេ យើងក៏លះបង់បាយលះបង់ទឹកដែរ ហេតុអីក៏ជ្រើសរើសយកផ្លូវនេះ ការធ្វើសមាធិអនុត្តបោះធ្វើឲ្យរាងកាយរបស់យើងមានភាពរឹងមាំខ្លាំងក្លាណាស់ដែលត្រូវធ្វើឲ្យភាពលោភលន់ទាំងអស់ត្រូវបញ្ចប់នេះជាផ្លូវមួយជួយសង្គ្រោះមនុស្សលោក អ្វីទៅដែលជាការជួយសង្គ្រោះ គឺជាកម្ពូលនៃក្តីសុខ តើលោកអាចសម្រេចកំពូលនៃសេចក្តីសុខជាមួយនឹងការជួយឲ្យផុតពីសេចក្តីទុក្ខបានដោយរបៀប លោក ណា ហៅវាថាសេចក្តីទុក្ខប៉ុន្តែយើងមិនគិតដូច្នេះទេយើងសប្បាយជាមួយនឹងផ្លូវធម៌សមាធិរបស់យើងនឹងបានសម្រេចការជួយសង្គ្រោះ តើអាចជឿចិត្តពីរឿងនេះនៅក្នុងពេលឆាប់ទេកណាអាចនិយាយពីរឿងនោះបានទេ បាននិយាយទៅចំណេះដឹងគឺមានភាពខុសៗគ្នា
លោកកំពុងតែធ្វើអនុត្តបទសម្រាប់ជួយសង្គ្រោះមនុស្សលោកចង់ឡើងទៅលើឋានសួគ៌បន្ទាប់ពីលោកស្លាប់ទៅមែនទេប៉ុន្តែខ្ញុំកណាចង់ស្វែងរកផ្លូវទៅរកទីបំផុតនៃសេចក្តីទុក្ខដើម្បីចាក់ចេញឲ្យឆ្ងាយពីវាវត្តសង្សារនៃការឈឺចាប់អញ្ចឹងតើជីវិតរស់នៅកំពុងតែបាត់បង់ទៅណាកណាគូស្វែងរកបុគ្គលដែលទៅកាន់ឋានសួគ៌ទេ លោកគឺជាមនុស្សអស្ចារ្យលោកនឹងនាំទៅរកផ្លូវផ្សេងបានលោកនឹងបានឃើញអ្នកដែលស្វែងរកសេចក្តីសុខសូមឲ្យបានសម្រេច